មុនពេលចូលរួមកម្មវិធី IGA ខ្ញុំក៏បានដើរកម្សាន្តនៅតំបន់ខ្លះក្នុងទីក្រុង Kyoto ហើយនឹងចាក់ភ្លេងទីអ្នកនរគ្នាស្ដាប់នៅពាក់កណ្ដាលវីដេអូផងដែរហើយក៏បង្ហាញអំពីទីកន្លែងអ្នកស្នាក់នៅក៏ដូចជាបង្ហាញអំពីសាលារៀនដែលខ្ញុំបានទៅដល់អ្នកនរគ្នាអាចអញ្ជើញទស្សនាបានខ្ញុំកំពុងតែរងចាំនៅភ្លានយន្តហោះភ្នំពេញពោធិ៍ចិនតុងនោះដើម្បីធ្វើដំណើរទៅកាន់ប្រទេសជប៉ុនហើយនេះគឺជារូបនៅខាងក្រៅផងដែរភ្លានកំពុងតែរងចាំខ្ញុំក៏បានថតលេងបន្តិចនៅអ្វីដែលដាក់ញ៉ាំនៅលើយន្តហោះដែលគេផ្ដល់ឲ្យដើម្បីធ្វើដំណើរពេលនេះយើងបានមកដល់ប្រទេសជប៉ុនហើយភ្លានយន្តហោះនៅជប៉ុនដែលនេះខ្ញុំថតនៅខាងក្រៅគឺគេនឹងឲ្យយើងជិះទៅសម្រាប់ពេលទៅដល់កន្លែងមួយទៀតគឺនៅទីនោះគឺធំណាស់នេះគឺចូលមកដល់ខាងក្នុងហើយដែលខ្ញុំថតទស្សនវិជ្ជានៅខាងក្នុងនេះដោយសារតែធ្វើដំណើរយូរអញ្ចឹងខ្ញុំក៏បានចូលមកបន្ទប់ទឹកហើយក៏ថតនៅក្នុងទីនេះក៏ដូចជាឃើញថាមានបច្ចេកទេសរៀងទំនើបរៀងច្រើនជាងនៅដែលយើងធ្លាប់ឃើញនៅ Eon ផងដែរនេះជាលើកទី1អញ្ចឹងក៏ជាខ្ញុំថតជាអនុស្សាវរីយ៍ឲ្យអ្នកនរគ្នាមើលផងដែរហើយទីនោះគឺមានលក្ខណៈបែបណានៅជប៉ុនតែស្អាតចាអញ្ចឹងចូលមកដល់នេះគឺខាងក្រៅមកវិញហើយតបមកទៀតពួកយើងក៏បានពិភាក្សាគ្នាថាតើគួរទៅណាធ្វើបន្តទៀតគឺត្រូវទិញកាតអាយកូកានេះដើម្បីសម្រាប់ទិញជិះរទេះភ្លើងឬមួយក៏រថយន្តដើម្បីទៅដំណើរក្នុងប្រទេសជប៉ុនផងដែរហើយខ្ញុំក៏បានមកដល់ផ្សារនេះដើម្បីញ៉ាំអាហារពេលថ្ងៃដល់ពេលនោះក៏បានឃើញឈើចាក់ថ្មីនេះវាទឹកខ្ជូតឲ្យប្លែកបន្តិចក៏បានថតដំណាប់មើលផងដែរហើយនេះគឺជាកន្លែងដែលពួកយើងបានធ្វើដំណើរកម្សាន្តនៅក្នុងទីក្រុង Kyoto ផងដែរហើយនេះគឺជាកន្លែងដែលពួកខ្ញុំបានធ្វើដំណើរហើយនឹងបានដើរលេងនឹងមើលទេសភាពក៏ដូចជាមើលទិដ្ឋភាពនៅក្នុងប្រទេសជប៉ុនផងដែរគឺមើលទៅគឺពិតជាស្រស់ស្រាយនិងស្រស់ថ្លាមែនតែម្ដងហើយឃើញថាមានភ្ញៀវទេសចរមកច្រើនគួរសមដែរនៅពេលនេះដូចជាមានបុណ្យទានអីធំទេតែឃើញមានមកច្រើនហើយនេះគឺមានការប្រគំតន្ត្រីភ្លេងអាចឲ្យភ្ញៀវទេសចរដើម្បីទស្សនានិងស្ដាប់កម្សាន្តផងដែរហើយពេលដែលខ្ញុំនៅទីនោះភ្លេងនោះគឺសម្រាប់ខ្ញុំមានអារម្មណ៍ថាចម្លែកពីរោះក៏ដូចជាប្លែកអារម្មណ៍មួយនៅក្នុងប្រទេសជប៉ុនផងដែរហើយនេះគឺជាដល់ទឹកសុទ្ធតែមើលទៅឃើញ cute ខ្ញុំក៏ថតមកដល់ពេលល្ងាចក៏បានមកដល់ពួកយើងក៏បានចូលទៅក្នុងទីក្រុងKyotoហើយក៏ថតឃើញអគារខ្ពស់នេះផងដែរហើយនេះចូលមកដល់ក្នុងបន្ទប់ម្ដងដែលខ្ញុំនឹងបង្ហាញដល់អ្នកគ្នាវាគឺគេ scan ចឹងហើយគេវាយ password ចាឥឡូវគឺយើងចូលមកដល់ក្នុងបន្ទប់ហើយនេះគឺនេះខ្ញុំបង្ហាញនេះដើម្បីអ្នកនរគ្នាអាចមើលជាផ្នែកមួយនៅក្នុងការស្នាក់នៅក្នុងប្រទេសជប៉ុនហើយតើគេរៀបចំយ៉ាងដូចម្តេចផងដែរអញ្ចឹងយើងឃើញថានៅក្នុងនេះមានបន្ទប់ទឹកដែលខ្ញុំបានបង្ហាញនៅក្នុងនេះផងដែររៀងទូចបន្តិចប៉ុន្តែគឺល្មមសម្រាប់ប្រើប្រាស់ដែលមានគ្រប់ function ទាំងអស់ផងដែរនេះគឺស្បែកជើងសម្រាប់យើងចូលបន្ទប់ទឹកមានទូទឹកកកនេះគឺជាវ៉ាន់របស់ខ្ញុំដាក់នៅខាងលើទេហើយមានកំសៀវទឹកផងដែរមានកែវទឹកក៏ដូចជាមានតែសម្រាប់ឲ្យយើងញ៉ាំផងដែរនេះគឺខ្ញុំបង្ហាញបើកឲ្យអ្នកនរគ្នាមើលទូហើយឃើញថាសូម្បីតែកន្លែងអង្គុយនៅគេដាក់ភ្ជាប់គ្នាដូចជាទូដាក់អង្គុយហើយមានតុហើយមានកន្លែង space សម្រាប់ដាក់អីវ៉ាន់ថែមទៀតដូចជាទូទឹកកកធុងសម្រាមកន្លែងកំសៀវទឹកកាទឹកជាដើមដូចជាតុសម្រាប់ប្រើប្រាស់ផងដែរ
សម្រាប់ថ្ងៃស្អែកពួកយើងក៏បានមកដល់សាលារៀន Kyoto ផងដែរដែលជាកម្មវិធីនេះគឺជា free event មុនពេលដែលកម្មវិធីធំនៅថ្ងៃស្អែករបស់ UN គឺកម្មវិធីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតផងដែរហើយនៅពេលនេះគឺមានអ្នកជំនាញនិងមានខាងអ្នកអប់រំខាង IT ផងដែរបានពិភាក្សាគាត់និយាយអំពីគោលការណ៍សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតដែលពាក់ព័ន្ធនោះហើយក៏ដូចជាមានសារបាន ODC ដែលបង្ហាញអំពីសុវត្ថិភាពដើម្បីប្រើប្រាស់អ៊ីនធឺណិតផងដែរទៅកាន់ក្មេងៗមួយក៏យុវវ័យចំពោះកម្មវិធីធំនៅថ្ងៃស្អែកនឹងជួបគ្នានៅវីដេអូក្រោយ